របបសឹកមីយ៉ាន់ម៉ាបញ្ឈប់ការនាំចូលទំនិញតាមព្រំដែនចិនដើម្បីបង្អត់ដង្ហើមសេដ្ឋកិច្ចក្រុមប្រដាប់អាវុធជនជាតិភាគតិចរបបសឹកមីយ៉ាន់ម៉ាបានសម្រេចបង្កើនការបិទគប់ការនាំចូលទំនិញពីប្រទេសចិនយ៉ាងខ្លាំងក្លានៅក្រោមការអនុវត្តផែនការ100ថ្ងៃដែលមានគោលដៅបង្ខំឲ្យក្រុមប្រដាប់អាវុធជនជាតិភាគតិចចូលមកតុចរចានឹងដើម្បីកាត់ផ្តាច់ប្រភពចំណូលពន្ធដារនៅតាមតំបន់ព្រំដែនចាប់តាំងពីដើមខែឧសភាមកកម្លាំងយោធាបានចាប់ផ្ដើមរឹបអូសទំនិញគ្រប់ប្រភេទចាប់ពីស្បៀងអាហាររហូតដល់សម្ភារៈសំណង់ដែលឆ្លងកាត់តំបន់គ្រប់គ្រងដោយកងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ាទោះបីជាក្រុមនេះធ្លាប់បានចុះហត្ថលេខាលើបទឈប់បាញ់ក្រោមសម្ពាធពីក្រុមប៉េកាំងក៏ដោយយុទ្ធសាស្ត្របង្អត់អាហារនិងធ្វើឲ្យចុះខ្សោយផ្នែកសេដ្ឋកិច្ចនេះបានបាត់បង់ការគ្រប់គ្រងតំបន់ពាណិជ្ជកម្មសំខាន់ៗក្នុងប្រតិបត្តិការ1227កន្លងទៅប៉ុន្តែទោះជាមានការរឹតបន្តឹងក៏ដោយក៏សកម្មភាពពាណិជ្ជកម្មមួយចំនួននៅតែបន្តសកម្មភាពតាមច្រកព្រំដែនដែលគ្រប់គ្រងដោយក្រុមជនជាតិភាគតិចទន្ទឹមនឹងការតឹងតែងលើវិស័យពាណិជ្ជកម្មរបបសឹកក៏បានបង្ហាញការខិតខំប្រឹងប្រែងក្នុងន័យបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញដែលកំពុងរីករាលដាលពេញរដ្ឋសាននិងរដ្ឋការ៉ែនដើម្បីកាត់បន្ថយសម្ពាធពីប្រទេសចិនសេចក្តីព្រាងច្បាប់ថ្មីត្រូវបានដាក់ចេញដែលកំណត់ទោសទណ្ឌធ្ងន់ធ្ងររហូតដល់ប្រហារជីវិតសម្រាប់បទល្មើសឆបោកតាមអនឡាញរួមជាមួយនឹងការបង្កើតគណៈកម្មការត្រួតពិនិត្យថ្មីទោះជាយ៉ាងណាក៏ដោយអ្នកវិភាគជាច្រើនយល់ឃើញថានេះគ្រាន់តែជាការសម្ដែងនិងជាការផ្លាស់ប្ដូរឈ្មោះស្ថាប័នចាស់ដែលធ្លាប់មានរឿងអាស្រូវពុករលួយតែប៉ុណ្ណោះជាក់ស្ដែងមជ្ឈមណ្ឌលឆបោកធំៗដូចជាស្វេកូកូនិង KK Park នៅតែបន្តដំណើរការឡើងវិញជាធម្មតាបន្ទាប់ពីការវាយឆ្មក់បង្ក្រាបដែលគេជឿថាគ្រាន់តែជាការធ្វើឡើងដើម្បីបំផ្លាញភស្តុតាងចំណែកឯមេដឹកនាំកងជីវពលដែលជាប់ពាក់ព័ន្ធនឹងជំនួញងងឹតទាំងនោះក៏ត្រូវបានគេមើលឃើញថាបានត្រូវរើគ្នាវិញជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃរបបសឹកមីយ៉ាន់ម៉ាផងដែរក្នុងបរិបទអន្តរជាតិប្រធានាធិបតីចិនលោកស៊ីជីនពីងបានស្វាគមន៍ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅទីក្រុងប៉េកាំងក្នុងឆ្នាំ2026នេះដើម្បីពង្រឹងស្ថិរភាពយុទ្ធសាស្ត្ររវាងមហាអំណាចទាំងពីរទោះបីជាមានការព្រមានអំពីខ្សែបន្ទាត់ក្រហមលើបញ្ហាតៃវ៉ាន់ក៏ដោយក៏ជំនួបនេះបាននាំមកនូវលទ្ធផលវិជ្ជមានផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនរួមមានការបញ្ជាទិញយន្តហោះ Boeing និងការបង្កើតការនាំចូលផលិតផលពីអាមេរិកស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងអាមេរិកអាចក្លាយជាកត្តាឥទ្ធិពលថ្មីមួយទៀតដល់ស្ថានភាពនយោបាយនិងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេសលើបញ្ហាមីយ៉ាន់ម៉ាដែលកំពុងមានភាពស្មុគស្មាញទាំងផ្នែកសង្គ្រាមផ្ទៃក្នុងនិងឧក្រិដ្ឋកម្មឆ្លងដែនខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមានហ្វ្រីជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រុះរាន់ឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ